បាទសួស្តីថ្ងៃនេះយើងមកមើលដើមទំពាំងបញ្ជូរយើងទៀតđấy ពីអាទិត្យđấy អានេះដើមបញ្ជូរពាំងបញ្ជូរយើងទៅតែទិញមកថ្មីខ្ញុំទិញមកពីចិនពូជរបស់វាសៃម៉ាស្កេតមួយផ្លែពណ៌បៃតងខៀវអញ្ចឹងណាហើយយើងមកមើលទំពាំងបញ្ជូរយើងដើមធំអាផ្លែថ្ងៃមុនឥឡូវវាបេះភ្លក់ប្រដាហើយឡើងពណ៌ក្រហមពណ៌ត្នោតហើយអាផ្លែដែលចេញពីមុនឥឡូវវាបានប៉ុណ្ណេះធំជូតមែនតើហើយមានផ្លែជាច្រើនទៀតក៏ប៉ុន្តែខ្ញុំចាំឲ្យវាឡើងពណ៌ចាក់ពណ៌យ៉ាងអាចថាពណ៌យ៉ាងសុកឡាអញ្ចឹងណាដើម្បីឲ្យយើងនេះពណ៌អញ្ចឹងណាយើងបាត់ហ្វកជប់កាត់ទៅសិបជប់អូខេអញ្ចឹងឲ្យវាពណ៌អញ្ចឹងមកតែចាំយើងដាក់ជី824ដាក់ប្រហែលជាមួយអាទិត្យមួយខែ10ថ្ងៃដាក់ម្ដងអីចឹងទៅដើម្បីឲ្យវាយកការយកសារជាតិវាមិនចំភ្នែកទេនេះចំភ្នែកវាអញ្ចឹងដើម្បីពេលយើងកាត់មែកទៅគឺវាមានភ្នែកវានៅនេះដើម្បីចេញផ្កាថ្មីអញ្ចឹងតែឥឡូវហ្នឹងវាពិបាកត្រង់ថាវាអត់ទាន់ឈប់នេះទេឈប់ដើរទេវានៅតែអញ្ចឹងពេលដែលយើងក្តិចមែកទៅវាចេញផ្លែចេញផ្កាថ្មីអញ្ចឹងណាដូចអានេះពេលយើងក្តិចឈប់ត្រួយវាទៅវាចេញថ្មីមកទៀតហ្វកមើលវាចេញត្រួយមកថ្មីអញ្ចឹងទៅចេញមិនមែនចេញតែមួយចេញច្រើនកន្លែងមែនដែរទាំងអានេះក៏មានផ្លែដែរណាការវានេះគឺចេញច្រើនហើយអាដើមកន្លែងនេះខ្ញុំដូរមកពូជ A1 ខ្ញុំយកមកដាំកន្លែងនេះម្ដងយកមកដាំនៅកន្លែងនេះអានេះពូជ A1 វាស្រួលចំណាំដោយសារតែសឹកវាពណ៌ក្រហមពណ៌តែពណ៌មកខុតចឹងនេះហើយអានេះយើងដាំក៏មុនអានេះដូចជាពូជបើមិនបៃកណូលីអត់ចាំយើងមើលផ្លាងក្រមអត់លុបបាត់ដើមបៃកណូប្រហែលជាបៃកណូហើយដើមព្រៃគេឡើងចេះចិត្តដល់កន្លែងបាច់ធំនេះក៏ប៉ុន្តែដល់តែដើមវាយ៉ាងទូចពេកខ្ញុំចង់វាឡើងខ្ពស់ហើយយ៉ាងក្តិចនៅក្រោមនេះវិញហើយដើមមុនបើជើងនេះវាដល់កន្លែងបំបែកតិចទៀតវានឹងពេញនឹងទាំងអស់ហើយដើមដែលខ្ញុំសាំក៏មុនឥឡូវវាដល់បែកមែកទីណោខ្ញុំសាំទីណោក៏ប៉ុន្តែដើមដែលចាំមើលវីដេអូនេះចាំហើយដើមទៅដល់ឆ្កុយឡើងទៅលើឥឡូវវាបែកមែកសាហាវខ្ញុំយកមែកច្រើនដើម្បីឲ្យវានេះដើមគឺទៅច្រើនខ្លាំងកំពុងទៅមើលវាថាវាទៅដល់ណាដល់អីអស់នេះអូខេឥឡូវយើងប៉ុណ្្នឹងសិនណាចាំមើលពេលការអាប់ដេតអីទៀតខ្ញុំនឹងថតបន្តទៀតឥឡូវនេះខ្ញុំដេចត្រួយដើម្បីវាបែកមែកសំខាងហើយវាដេចពីត្រឹមនេះដេចបិទចោលទៅនេះដើម្បីឲ្យចេញមែកឆ្វេងស្ដាំអញ្ចឹងណាអូខេអរគុណ